លេង TikTok រាប់ខែរាប់ឆ្នាំហើយតែបងប្អូនអត់ដឹងថាកម្មវិធី TikTok អាចកាត់តវីដេអូបានអាចលេងស្ដាយអក្សរប្លែកៗបានអាចដូរពណ៌តម្រង់អក្សរគ្រប់ប្រភេទអាចលេង slow season បានជាពិសេសក៏វាមាន background មួយចំនួនដែលយើងកាត់បានទៀតហើយបងប្អូនក៏អាច add sound សំឡេងផ្សេងៗនៅក្នុងកម្មវិធី TikTok បានជាច្រើនទៀតផងដែរអញ្ចឹងចង់ដឹងអត់ថាគេធ្វើវាម៉េចបងប្អូនអាចចូលទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ TikTok យើងមកហើយបងប្អូនចុចកន្លែងសញ្ញាបូកកណ្ដាលនេះមកបន្ទាប់បងប្អូនជ្រើសយកវីដេអូណាមួយដែលបងប្អូនចង់កាត់ជាក់ស្ដែងនៅពេលបងប្អូនចុចមកវានឹងឃើញទម្រង់បែបនេះវាមានកន្លែងកាត់កន្លែងសំឡេងអត្ថបទផែនទីធ្វើឲ្យវីដេអូមានចលនាផ្សេងដាក់អក្សរចំណងជើងឬក៏ឲ្យរត់តាមយើងណាហើយដាក់វីដេអូត្រួតលើគ្នាអញ្ចឹងគឺវាមានច្រើនoption នៅក្នុងហ្នឹងដែលយើងអាចប្រើប្រាស់បានជាច្រើនបើនិយាយទៅកាត់របៀបកាត់គឺយើងអត់ខុសពីកម្មវិធីមួយចំនួនទេប៉ុន្តែបើសិនជាបងប្អូនចង់រៀនកាត់ងាយស្រួលអាចរៀនកាត់តាម CapCut ហ្នឹងក៏បានដែរបងប្អូនទាំងគ្នាគឺវាអត់មានភាពសាមញ្ញហើយមួយក៏វាមាន sound ច្រើនដែរអញ្ចឹងដោយកន្លែងនេះខ្ញុំនឹងកាត់ឲ្យបងប្អូនមើលបងប្អូនចង់កាត់កន្លែងណាបងប្អូនចុចឈរលើវីដេអូចុចលើវីដេអូបកមកបន្ទាប់មកបងប្អូននេះក្លេកមកមើលនេះនៅផ្ទៃខាងក្រោមហ្នឹងគេដាក់ថាបំបែកអញ្ចឹងកន្លែងបំបែកនេះគឺយើងកាត់វីដេអូចេញជា3 4 5ចំណាត់ទៅនឹងស្រេចទៅបងប្អូនកាត់ណាបងប្អូនចង់កាត់កន្លែងណាដែលបងប្អូនមិនពេញចិត្តបងប្អូនកាត់មកអញ្ចឹងឧទាហរណ៍នេះខ្ញុំកាត់បងប្អូនមើលពេលដែលយើងកាត់វានឹងคล้ายជាវីដេអូខាងនេះទី1ហើយខាងនេះទី2អញ្ចឹងកន្លែងចំណុចទី2ឬក៏ទី1បងប្អូនមិនពេញចិត្តកន្លែងណាបងប្អូនមើលមកឧទាហរណ៍ខ្ញុំមិនយកនេះនៅកន្លែងនេះខ្ញុំធ្វើការកាត់ចេញកន្លែងហ្នឹងតែម្ដងនេះខ្ញុំឧទាហរណ៍បងប្អូនមើលណាអញ្ចឹងខ្ញុំចុចឈរនៅលើវីដេអូនឹងបកបាទនេះកន្លែងនេះកាត់ណាបាទយើងចុចកាត់ផ្លឹបមកកណ្ដាលនេះគឺដែលយើងអត់យកអញ្ចឹងយើងចុចឈរចំកន្លែងវីដេអូនឹងហើយយើងនឹងឃើញការលុបកន្លែងធំម៉ែបងប្អូនអញ្ចឹងបងប្អូនចុចលុបមកវានឹងលុបចំណុចដែលយើងមិនចង់បានវីដេអូដែលយើងគិតថាអត់ចង់យកហ្នឹងគេណាដល់ពេលយើងលុបទៅយើងសល់ចំណុចវីដេអូដែលយើងចង់បានចំណុចនេះខ្ញុំឧទាហរណ៍បងប្អូនមើលទេសម្រាប់បងប្អូនថ្មីៗណាបើថាបងប្អូនចាស់ៗប្រហែលជាគាត់ដឹងហើយអញ្ចឹងបន្តមកទៀតបាទខ្ញុំនឹងបង្ហាញបងប្អូនអំពីការដាក់ slow season បាទអញ្ចឹងខ្ញុំនឹងដាក់ slow season ឲ្យបងប្អូនមើលចំណុចនេះអញ្ចឹងរាល់កំណាត់វីដេអូដែលយើងកាត់យើងអាចដាក់ slow season ឲ្យវាដំណើរការឬក៏ដូចជា load ពណ៌វាអាចថាផ្លេចអានឹងវាដូចជាការកែសម្រួលបងប្អូនទាំងគ្នានេះនៅពេលដែលយើងចុចនៅលើកំណាត់វីដេអូទៅវានឹង load slow season បែបនេះមកឲ្យយើងអញ្ចឹងខ្ញុំនឹងដាក់ឲ្យបងប្អូនមើលបងប្អូនចាំតិចណាអញ្ចឹងនេះជាវីដេអូធម្មតាគេបងប្អូនធម្មតាអញ្ចឹងចាំមើលខ្ញុំដាក់ slow season បងប្អូនមើលឃើញទេបងប្អូនហើយ solution មានច្រើនអញ្ចឹងបងប្អូនជ្រើសមួយណាក៏បានដែរគេបងប្អូនខុសពីមាញ់គឺវា load ខ្វិចមកអញ្ចឹងអញ្ចឹងបន្ទាប់ពីយើងដាក់ slow season ហើយយើងត្រូវដាក់អីទៀតបាទយើងត្រូវដាក់ sound បងប្អូនការលេង sound ម្ដងហើយសម្រាប់ sound នេះទៀត sound អាស្រ័យលើបងប្អូនចំណង់ចំណូលចិត្តបងប្អូនលេង sound នេះចុចកន្លែងសំឡេងនេះមកហើយបន្ទាប់មកបងប្អូននេះចុចទី2នេះមកនេះគេដាក់បំបែកសំឡេងណាអញ្ចឹងចុចមកបងប្អូននឹងឃើញបែបនេះនេះឃើញ sound ជាច្រើននេះជួយជួយមកស្ដាប់ណាអញ្ចឹងតើនេះគឺជា sound ហើយសម្រាប់ sound នេះគឺមានច្រើន mode ច្រើនមកបងប្អូនដែលបងប្អូនចង់ស្រឡាញ់ sound មួយណាតម្រូវការបងប្អូនដូចជាវីដេអូផ្សេងៗដែលបងប្អូនចង់កាត់បងប្អូនស្រឡាញ់ sound មួយណាបងប្អូនជ្រើសយក sound មួយនឹងមកអញ្ចឹងនៅពេលដែលយើងដាក់ហើយបើសិនជាយើងចង់ឲ្យវា load ចំណុចណាដែលយើងទាញអញ្ចឹងមកបាទយើងទាញឲ្យចំចំណុចដែលយើងចង់ដាក់នឹងមកអញ្ចឹងនេះជារបៀបដាក់ sound បាទហើយបន្តមកទៀតបាទយើងដាក់ sound ក៏ដូចជា effect slow season រួចហើយបន្តមកកន្លែងនេះយើងដាក់អក្សរម្ដងបងប្អូនទាំងគ្នាបានន័យថាយើងលេង style អក្សរណាយើងលេង style អក្សរដូរពណ៌អក្សរអញ្ចឹងទៅយើងចុចកន្លែងអក្សរ A2 នេះមកទូចធំហើយបងប្អូនវាយអក្សរណាមួយដែលបងប្អូនចង់ដាក់ក្នុងវីដេអូណាមួយដែលបងប្អូនចង់ដាក់ឧទាហរណ៍ខ្ញុំវាយរបៀបទាញយកវីដេអូអញ្ចឹងមកបាទអញ្ចឹងរបៀបទាញយកវីដេអូអញ្ចឹងមកបន្ទាប់បងប្អូនចុចកន្លែងនេះកណ្ដាលនេះបងប្អូនវាយហើយបងប្អូននេះនឹងឃើញការលេង style អក្សរពណ៌សខ្មៅ blur ឲ្យវា load តាមអ្វីដែលយើងចង់ដាក់បាទអញ្ចឹងបងប្អូនស្រឡាញ់ពណ៌ណាបងប្អូនជ្រើសយកពណ៌មួយនឹងមកហើយបន្ទាប់មកបងប្អូនយកទៅដាក់អក្សររត់នេះចុចកន្លែងអក្សរ A នេះមកបានន័យថាយើងឲ្យអក្សរវា load រត់ reflect បាទឲ្យវាមើលទៅវាទំនងណាអញ្ចឹងបងចុចមកនេះបងប្អូនឃើញជាច្រើនទេមានច្រើនមែនតើជាមួយខ្ញុំសារបងប្អូនមើលនៅពេលយើងដាក់អក្សររត់ណាឃើញបងប្អូនរត់អញ្ចឹងណា
អញ្ចឹងសរុបជារួមវីដេអូនេះសម្រាប់បងប្អូនយើងដែលចូលចិត្តថត TikTok ក៏ដូចជាកាត់តវីដេអូលេងអីចឹងកំសាន្តអញ្ចឹងទៅគាត់តែចង់បង្ហាញបងប្អូនថាក្នុងកម្មវិធី TikTok យើងគឺអាចកាត់តវីដេអូបានច្រើនបាទលេងកាត់អីក៏បានដែរអញ្ចឹងសរុបជារួមទៅវីដេអូនេះគឺអត់មានទេគ្រាន់តែចង់បង្ហាញបងប្អូនខ្លះៗបញ្ជាក់បងប្អូនខ្ញុំមិនមែនអ្នកចែកទេប៉ុន្តែគ្រាន់តែឃើញថាវាល្អក៏ចង់ចែករំលែកទៅបាទដើម្បីឲ្យបងប្អូនយើងច្រើនទៀតដែលគាត់ចង់រៀនកាត់តវីដេអូលេងអីចឹងទៅទុកមើលកំសាន្តឬក៏អីផ្សេងយើងអាចកាត់លេងបានបាទអញ្ចឹងវាជាការមួយយ៉ាងដែរហើយក៏អរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះបើសិនជាបងប្អូនមានចំណុចអីបន្ថែមសូមចុចក៏ដូចជា comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងព្យាយាមចែករំលែកបន្ថែមទៀតអ្វីដែលខ្ញុំបានដឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ